ត្រីក្រហមឆាជូរអែមរសជាតិនេះខ្ញុំធ្លាប់ទៅហូបនៅ resort មួយកន្លែងឈ្មោះត្រីក្រហមឆាជូរអែមមែនប៉ុន្តែក្លិនឈ្ងុយគ្រឿងផ្សំរបស់យើងថ្ងៃនេះមានដូចតែគេដូចតែឯងទេម្ទេសផ្លោក3ពណ៌ខ្ទឹមបារាំងហើយនិងម្នាស់ហើយរបៀបចិត្តបន្លែរបស់យើងអត់យកធំទេយើងយករៀងទូចប៉ុនក្របលុកលាក់មិនថាខ្ទឹមបារាំងនិយាយទៅបន្លែដែលយើងដាក់ទាំងអស់ហ្នឹងចិត្តទំហំប៉ុនគ្នាទាំងអស់បើទូចស្មើគ្នាបើប្រឆិតឬមួយក៏ច្រវាមូលស្មើគ្នាពេលយើងឆាទៅឃើញពណ៌ហើយនឹងទំហំបន្លែស្រស់គ្នាស្អាតត្រីក្រហមអង្គន់វាឲ្យរៀងជ្រៅបន្តិចហើយយើងកន់វាឲ្យបច្រាស់ឆ្អឹងហើយបងប្អូនបានពេលយើងកំពុងទៅឆាប់ឆ្អិនស្រួយលឿនហើយញ៉ាំអាស្លាក់ឆ្អឹងវាងាយស្រួលបេះសាច់ពេញប៉ោះខ្ញុំអត់ឆាជាមួយទេហាន់ស្ដាងទុកទ្រាប់បាត់ចានពេញប៉ោះហើយនឹងសាឡាត់ស្រួយត្រៀមនៅលើចានឲ្យឃើញសោភ័ណភាពមើលទៅស្អាតហើយឆ្ងាញ់ផងតែបំភ្លេចទេបន្លែហើយនឹងសាច់របស់យើងរៀបចំរួចរាល់អស់ហើយថ្ងៃហ្នឹងមានទាំងផ្អែមនាងមាត់ទៀតគឺសាកេឆឹងស្ករម្ហូបរបស់ខ្ញុំថ្ងៃនេះសិតតែត្រូវការកំប៉ុងទាំងអស់ចាំមើលដល់បងប្អូនទាំងអស់គ្នាទៅប្រើប្រេងសណ្តែក Super Cook ទាំងអស់គ្នាប្រេងសណ្តែកសុទ្ធ 100% ឯកទេសខ្លាំងខាងកំប៉ុងយើងប្រើ 4-5 ដងក៏ប្រេងនៅតែស្អាតប្រេងសណ្តែក Super Cook មានក្លិនឈ្ងុយសណ្តែកសៀងស្រាលស្រទន់มันមានក្លិនរំខានដល់អាហាររបស់យើងមិនត្រឹមតែផលិតចេញពីសណ្តែកសៀង 100% ទេណាបងប្អូនកាត់ការចម្រាញ់ចិញ្ចឹមដំណាក់កាលដើម្បីទទួលបានប្រេងឆាដែលមានគុណភាពប្រេងឆាយើងមិនប្រើដើម្បីតែបំពងមួយយ៉ាងទេប្រេងឆាគឺសំខាន់សម្រាប់សុខភាពយើងមែនតើព្រោះម្ហូបយើងប្រើរាល់ថ្ងៃគឺត្រូវការបំពងឬមួយក៏ប្រើខ្លាញ់ប្រើប្រេងរហូតហ្នឹងដូចប្រេងឆាសុខភាព Super Cook មិនឯកទេសខាងតែបំពងខាងតែឆាមួយយ៉ាងណាបងប្អូនផ្ទុក Omega 3បន្ថយសម្ពាធឈាមជួយកាត់បន្ថយការរលាកសន្លាក់ជួយបំពន់មុខងារខួរក្បាលនិងភ្នែកហើយថែមទាំងមាន Omega 6នៅក្នុងហ្នឹងទៀតជួយដល់សុខភាពសក់និងស្បែកខ្ញុំបំពងបាន2ដងហើយប្រេងឆានៅតែថ្លាស្អាតប្រើភ្លើងខ្លាំងក៏អត់ហុយផ្សែងដោយសារតែ Super Cook ធ្វើមកពីសណ្តែកសៀងសុទ្ធចម្រាញ់ច្រើនដំណាក់កាលប្រេងឆានេះទុកចូលទូកក24ម៉ោងក៏អត់កកដែរបងប្អូនចំណុចល្អរបស់ប្រេងឆា Super Cook មួយទៀតគ្មានជាតិ cholesterol ល្អសម្រាប់សុខភាពបេះដូងនិងជីវជាតិជាច្រើនផ្ដល់ប្រយោជន៍ដល់រាងកាយទៅប្រេងឆាខ្លះយើងបំពងភ្លើងខ្លាំង12ដងវាឡើងខ្មៅណាបងប្អូនតែដោយឡែកប្រេងឆា Super Cook វិញខ្ញុំបំពងចូល4ដងហើយប៉ុន្តែប្រេងនៅតែរៀងថ្លាដែរហ្នឹងអត់ទាន់ប្រែពណ៌ខ្លាំងទេប្រែពណ៌តែបន្តិចទេហើយចំណុចល្អមួយទៀតយើងបំពងមិនក៏អត់ផ្ទុះដែរមុនហ្នឹងខ្ញុំបំពងជើងមាន់អត់មានឃើញផ្ទុះខ្ចាយខ្លាញ់ចេញមកក្រៅឥឡូវនេះជើងមាន់របស់យើងចាប់ផ្ដើមបំពងម្ដងទៀតដើម្បីឲ្យវាបានស្រួយកាន់តែខ្លាំងខ្ញុំបំពង5-6ដងហើយប្រេងឆារបស់យើងអត់ហួតច្រើនទេបងប្អូននិយាយទៅរីងអស់តែបន្តិចទេមើលជាក់ស្ដែងពណ៌វិញស្រៀកគ្នាពីប្រេងឆាដើមហ្នឹងតែបន្តិចទេណាចាំមើលពេលខ្ញុំត្រងឲ្យបងប្អូនឃើញអត់តោះប៉ុណ្ណឹងបានហើយយើងមកធ្វើសាកេឆឹងចាក់ទឹកចូលបន្តិចថែមអំបិលបន្តិចស្ករ2ស្លាបព្រាស្ករឡើងជើងក្រដាក់ទឹកដោះគោខាប់ចូលមួយស្លាបព្រាស្លឹកខ្ទឹមបន្តិចយើងកូរឲ្យវាឡើងរីងល្អសិនបងប្អូនសូមយើងចាក់សាកេបំពងបញ្ចូលឆាទៅឆាមកពី3ត្រឡប់ឲ្យវាសព្វគ្រឿងតែប៉ុណ្ណឹងហើយចាក់ដាក់ចានរោយស្លឹកខ្ទឹមតិចមកហើយជើងមាន់វិញដាក់គ្រឿងស៊ីឈាន់មួយស្លាបព្រាពេញក្លុកឲ្យសព្វចូលគ្នាបន្តមកទៀតយើងមកឆាត្រីជូរអែមបំពងខ្ទឹមឲ្យឈ្ងុយដាក់ប្រេងខ្យងទឹកពេញប៉ោះទឹកម្ទេសទឹកត្រីម្នាក់មួយស្លាបព្រាឆាឲ្យគ្រឿងសព្វចូលគ្នាឡើងឈ្ងុយល្អហើយសូមយើងចាក់ស្ករសចូលកន្លះស្លាបព្រាប៊ីចេងថែមទឹកឆៅចូល2វែកស្លកឲ្យវារៀងឡើងខាប់តិចសិនសូមចាក់បន្លែចូលទុកមកពុះសូមយើងដាក់ខ្ទឹមបារាំងក្រោយគេនិងប្រេងល្ងចូលកន្លះស្លាបព្រាបាយកូរតែ2-3ត្រឡប់ឲ្យយើងទៅរៀបត្រីដាក់ចានមករួចយើងចាក់ទឹកឆាហ្នឹងពីលើត្រីភ្លាមៗបងប្អូនឆាត្រីជូរអែមនេះមើលដំបូងបងប្អូនគឺពណ៌បន្លែរបស់យើងពណ៌ឆ្លុះគ្នាឃើញស្រស់ល្អបន្ថែមការ៉ុតនិងស្លឹកខ្ទឹមយើងហាន់ជាសរសៃដាក់ត្រាំទឹកឲ្យវារៀងរួញអញ្ចឹងបន្ថែមពណ៌ម៉ូតនៅពីលើត្រីទៅឃើញកាន់តែស្រស់ស្អាតបើនិយាយពីក្លិនវិញឈ្ងុយរៀងប្លែកដោយសារតែយើងបន្ថែមប្រេងល្ងនៅក្នុងហ្នឹងទាំងសាកេឆឹងនិងជើងមាន់ក្លុកគ្រឿងស្រួយហើយទាំង3មុខព្រមគ្នាបើនិយាយពីសាច់ត្រីរបស់យើងវិញស្រួយខាងក្រៅទន់ខាងក្នុងមួយទៀតបន្លែដែលយើងហាន់ទុយអញ្ចឹងស្រួលញ៉ាំស្រោចជាមួយទឹកត្រីជូរអែមអញ្ចឹងទៅចូលជាតិគ្នាឆ្ងាញ់មែនតើជើងមាន់ស្រួយយើងក្លុកគ្រឿងស៊ីឈាន់អញ្ចឹងរៀងប្លែកបងប្អូនព្រោះថារហូតដល់ធ្លាប់តែក្លុកជាមួយនឹងម្សៅស៊ុបមាន់ឬមួយក៏គ្រឿង BBQ ជួបគ្នាវីដេអូក្រោយបាយបាយ